របៀបដំឡើងកម្មវិធីកាមេរ៉ា Ocam Pro ជាដំបូងយើងចូលទៅក្នុង Play Store ហើយវាយពាក្យ Ocam Pro រួចចុចស្វែងរកឃើញហើយយើងចុចពាក្យដំឡើងយើងរងចាំរហូតដល់តែវាពេញរួចយើងចុចបើករួចយើងចុចពាក្យ Agree and Continue បន្តមកទៀតយើងចុចកន្លែង Email Verify Code Login បន្តមកទៀតយើងចុចវាយ Email Address របស់យើងតវាយរួចយើង Get Notification បន្តមកទៀតយើងរងចាំលេខកូដយើងអាចចូលឆែកលេខកូដនៅក្នុង Gmail យើងបើក Gmail មកដើម្បីមើលលេខកូដវាយកទៅ verify ឬក៏យកទៅបំពេញបញ្ជាក់នេះដោយសារ email អត់ធ្លាប់បើកយើងត្រូវការបើក email សិនរងចាំបន្តិចទូរស័ព្ទមុនដំណើរការរួចហើយនេះខាងលើគេដាក់កាមេរ៉ា verify code ចុចមកកាមេរ៉ា verify code 4441រួចហើយយកលេខកូដហ្នឹងទៅវាយនៅក្នុងកន្លែងដែលយើងបានភ្ជាប់ខាងនេះមិញ4441តាមទៀតទទួលបានជោគជ័យចុចសញ្ញាបូកដើម្បី add កាមេរ៉ារួចចុចអនុញ្ញាតតាមទៀតចុចម្ដងទៀតចុចអនុញ្ញាតទៀតយើង scan code នៅបាតកាមេរ៉ាOcam ហ្នឹងមាន barcode បន្ទាប់ពីយើង scan ហើយវានឹងលោតបែបនេះរួចយើងចុច next បន្តមកទៀតវាកំពុងតែភ្ជាប់ connecting នេះកាមេរ៉ាចាំបន្តិចវាកំពុងតែដៀវរវាងទូរស័ព្ទដៃជាមួយនឹងកាមេរ៉ាកន្លែងនេះវាអស់ពេលត្រូវការយើងព្យាយាមម្ដងទៀតយើងថយក្រោយហើយព្យាយាមចូលទៅម្ដងទៀតយើងធ្វើការរងចាំពេលបន្តិចវាកំពុងតែស្វែងរកកាមេរ៉ាដើម្បីភ្ជាប់ជាមួយទូរស័ព្ទដៃវាស្វែងរកវាគ្រីសបាន1ហើយខាងលើគ្រីសបាន2ហើយគ្រីសបានគ្រប់3វានឹងដំណើរការអូខេជោគជ័យហើយយើងជ្រើសរើសពាក្យ cloud ខាងក្រោមយើងយកមួយណាក៏បានដែររួចហើយចុចបន្តរងចាំបន្តិចយើងបើកគ្រីសខាងលើមួយដើម្បីកាមេរ៉ាជូនដំណឹងពេលមានមនុស្សឆ្លងកាត់ចុចបន្តទៀតនេះកាមេរ៉ាយើងទៅឡើងបានជោគជ័យហើយតែមើលកាមេរ៉ាគុណភាពមិនដែរឃើញថាមួយអែមកាមេរ៉ានេះគឺមាន3ប្លង់សូមអរគុណ